ពាក្យពិតប្រៀបដូចជាកាហ្វេអញ្ចឹងវាល្វីងមិនតិចមែនតែវាធ្វើឲ្យយើងស្វាងបានចាស់គាត់ផ្ដាំយើងថាកុំលងនឹងសម្ដីពេលខ្លះគេសរសើរយើងស្លាប់ហើយគេបង្អាប់យើងអាចនឹងរស់ពាក្យសរសើរមានពីរផ្លូវគេសរសើរមានការពិតអានឹងគេហៅថាការលើកទឹកចិត្តតែបើអសរសើរហើយលើសពីការពិតអានឹងគេហៅបញ្ចោហើយកន្លែងនឹងក៏គួរតែប្រយ័ត្នមនុស្សខ្លះមិនចូលចិត្តស្ដាប់ពាក្យពិតទេធ្វើខុសហើយចង់ឲ្យគេសរសើរក៏មានដែរគេនិយាយត្រង់ខឹងគេប្រាប់ពីចំណុចខ្វះខាតខឹងគេចោទគេថាប៉ាកែចាប់កំហុសអីចឹងទៅហើយពេលដែលយើងប្រកាន់ណាគំនិតនឹងកាន់តែយូរទៅមនុស្សនៅជុំវិញខ្លួនយើងគេឡើងហ៊ាននិយាយការពិតហើយអញ្ចឹងយូរទៅមនុស្សជុំវិញខ្លួនយើងសិតតែជាមនុស្សខ្លាំងខ្លាយនិយាយលើកជើងនិយាយបញ្ចោអីចឹងទៅរហូតដល់ថ្ងៃមួយយើងជួបគ្រោះដោយមិនដឹងខ្លួនដោយសារតែអាពាក្យសរសើរខ្វះការពិតនឹងឯង